ជំរាបសួរក៏ដូចសួស្តីគ្នាថ្ងៃនេះតសាយរឿងស្ដេចបិសាចជួយើងជាបន្តទៀតដែលបន្ទាប់ពីសាយមុនយើងឃើញថាម្នាក់ស្រីនឹងបាននិយាយទៅកាន់ស្ដេចបិសាឈូថាហើយដើម្បីបានជាខ្ញុំត្រូវតែចាចេញអំពីអ្នកខ្ញុំមិនរំពឹងថាក្នុងការចូលរួមជាមួយនៃកាយមរណៈនោះទេយើងគ្រាន់តែស្លាប់នៅជាមួយគ្នាតែប៉ុណ្ណោះហើយដើម្បីបានជាគាត់ធ្វើបែបនេះដោយមិនផ្លាស់ទីដោយបន្ទាប់ពីសម័យអធិបតេយ្យជាង80ម៉ោងក្រោយមកយើងឃើញថាបិសាចឈូនឹងចាប់ដើមឡើងទៅកាន់ស្ពាននឹងហើយដែលពួកអចអចារ្យនៅខាងក្រោមហ្នឹងបាននិយាយថាគាត់អាចថាគាត់មិនសូម្បីតែឆ្លងកាត់អាស្ពានតូចតាចនេះមែនទេហើយចំណែកអ្នកគ្រូអូនមីងវិញក៏បាននិយាយថាហើយដើម្បីបានជាគាត់មិនផ្លាស់ទីគាត់កំពុងតែសាកល្បងការសម្រេចចិត្តរបស់ខ្ញុំមែនទេចង្រៃយកដែលកាត់មកកាន់ការសម័យរបស់ស្ដេចបិសាចឈូយើងវិញយើងឃើញថាអ្នកស្រីអាល់កុហុលបាននិយាយទៅកាន់ស្ដេចបិសាចឈូថាអ្នកត្រូវតែមកហើយយកខ្ញុំទៅខ្ញុំនឹងក្លាយទៅជារបស់អ្នកដែលកំពុងតែរងចាំអ្នកនៅទីនេះដោយស្ដេចបិសាចរបស់យើងដូចជាធ្វើដូចជាមិនខ្វល់អញ្ចឹងហើយបាននិយាយថាខ្ញុំដែលគិតថាវាគាត់តែជា50ឆ្នាំចាប់តាំងពីខ្ញុំបានចាក់ចេញទេជួយសៀតើគាត់ផ្លាស់ទីដោយល្បឿននេះមែនទេវាពិតជាគួរឲ្យអស់សំណើចពេកហើយតែបន្តមកយើងឃើញថាស្ដេចបិសាចឈូចាប់ដើមបង្កើនល្បឿនហើយបាននិយាយថាធ្វើមិនដិតដើម្បីឲ្យមានឥទ្ធិពលត្រូវចិត្តនឹងគាត់នៅក្នុងការបង្កើនល្បឿនយ៉ាងឆាប់រហ័សបែបនេះជាមួយនឹងរបៀបនិងភាពរឹងមាំរបស់ខ្ញុំកំណត់នេះគឺពិតជាចម្លែកពេកហើយដែលអ្នកគ្រូអូនបាននិយាយថាហើយអាចង្រៃយកនោះគ្រាន់តែជាដែលតមកយើងឃើញថាអ្នកគ្រូអូនបាននិយាយថាគ្រាន់តែជាជំហានដែលគាត់កំពុងតែបះបោរប្រឆាំងជាមួយគាត់ប៉ុណ្ណោះរចនាបថរបស់គាត់មិនគួរត្រូវបានគេចង់ឲ្យចោលដល់ចំណុចនេះបានទេទំនាក់ទំនងជាមួយនឹងជីវិតនិងសេចក្តីស្លាប់គាត់ត្រូវតែមានការចងចាំអំពីជីវិតរបស់គាត់និងឪពុកម្ដាយរបស់គាត់ទោះបីជាគាត់ស្លាប់ជាសត្វចម្លែកក៏ដោយនៅពេលដែលគាត់យកគាត់មកវិញខ្ញុំនឹងបោះជំនាញជាលើកដំបូងតែតមកយើងឃើញថាយ៉ាវចាប់ដើមសប្បាយចិត្តហើយដែលឃើញថាស្ដេចបិសាចឈូរបស់យើងនឹងចាប់ដើមបង្កើនល្បឿនដែលបន្ទាប់មកយើងឃើញថាអ្នកគ្រូអូនអត់មានការសប្បាយចិត្តទេដោយសារតែម្ចាស់នឹងឯងហើយបាននិយាយថាយ៉ាវនេះកំពុងតែគ្រប់គ្រងមនុស្សខូចដូចជាគាត់មកហើយដោយយ៉ាវចាប់ដើមអៀនហើយបាននិយាយថាហេត្រូវហើយអ្នកគ្រូខ្ញុំកំពុងតែចូលចិត្តគាត់នេះពិតជាអស្ចារ្យណាស់បងប្រុសចង់ពោះចង្វាយរបស់អ្នកមិនយល់ព្រមទេមែនទេជាមួយអាពាហ៍ពិពាហ៍របស់យើងនិងអ្នកទាំងពីរដោយឃើញបែបនេះយើងឃើញថាយ៉ាវចាប់ដើមនិយាយទៅកាន់អ្នកគ្រូអូនថាបងប្រុសចង់ខ្ពស់នឹងខ្ញុំមិនទាន់បានរៀបការនោះទេហើយអ្វីបានជាមិនធ្វើកិច្ចព្រមព្រៀងមួយទៅអត់ទេមិនអាចទេបងប្រុសស្ដាប់ចង្វាយរបស់អ្នកសិននេះបង្ហាញថាបងប្រុសចង់ខ្ពស់នឹងណែនាំអ្នកមិនមែនជាបរិសុទ្ធដែលស្រស់ស្អាតនោះទេចង្រៃយកដោយពីស្ដាប់អ្នកគ្រូអូនបាននិយាយចឹងហើយយ៉ាវចាប់ដើមមានការក្តៅទៅជាខ្លាំងដោយនិយាយថាដូច្នេះអ្នកមាននរណាម្នាក់ដូចជាលោកគ្រូមែនទេនរណាម្នាក់ដែលបង្កាច់បង្ខូចបងប្រុសជាន់ខ្ពស់ជាមួយនឹងទំនាក់ទំនងរបស់ខ្ញុំចង្រៃយកនេះពិតជាមិនសមហេតុផលពេកហើយអ្នកកំពុងតែដេញតាមបងប្រុសជាន់ខ្ពស់មែនទេស្អីគេនិយាយមិនសមហេតុផលអីដោយលើបែបនេះយើងឃើញថាអ្នកគ្រូអូនអស់ពាក្យវិចារហ្មងបានស្ទើរតែគួតឈាមចេញពីមាត់ហើយដោយឃើញយ៉ាវចាប់ដើមរឹងជជែកយើងឃើញថាអ្នកគ្រូអូនបាននិយាយថាអ្នកមិនជឿមែនទេអ្នកមិនជឿអ្នកគ្រូរបស់អ្នកមែនទេខ្ញុំនៅតែជឿគ្រាន់តែខ្ញុំមានជំរឿក្នុងការជឿហើយគឺជាជំរឿដែលខ្ញុំជឿទៅកាន់បងប្រុសចង់ពោះអ្នកនិងអ្នកបងប្រុសចង់ពោះគឺអ្នកទាំងពីរគឺជាសក្បុតខ្ញុំខឹងណាស់ហើយដើម្បីបានជាមិនមាននរណាម្នាក់ជឿខ្ញុំនៅពេលដែលខ្ញុំប្រាប់អំពីការពិតមានអ្វីកើតឡើងទៅកាន់ពិភពលោកដែលអនុបណ្ឌិតត្រូវមានការភ័ន្តច្រឡំមួយចំនួនអំពីបងប្រុសចង់ពោះឈូមែនទេគ្មានអ្នកចាស់ទុំទេនយោបាយប្រតិបត្តិឬសិស្សដែលមិនសរសើរដោយបងប្រុសចង់ពោះយ៉ាវនេះបើដឹងថាអ្នកគ្រូអូនត្រូវបានស្ដេចបិសាចឈូចាប់អ៊ីករាល់ថ្ងៃមិនដឹងថានិយាយថាម៉េចទេដល់អញ្ចឹងឥឡូវកាន់មកកាន់សាច់រឿងយើងជាបន្តទៀតយើងឃើញថាយ៉ាវចាប់ដើមនិយាយបន្តទៀតហើយថាបងប្រុសចង់ពោះមានភាពត្រឹមត្រូវជានិច្ចដើម្បីជួយសង្គ្រោះពួកយើងគ្មាននរណាម្នាក់នឹងមិនលើកសរសើរទៅកាន់គាត់នោះទេកុំជឿអាចចង្រៃយកនោះអ្នកគ្រូបាននិយាយចឹងហើយបាននិយាយថាអ្នកទាំងអស់នោះគឺគ្រាន់តែគាត់កំពុងតែសម្ដែងប៉ុណ្ណោះគាត់មានបេះដូងយ៉ាងកាច់សាហាវកុំគិតថាឆ្លោះប្រកែកជាមួយខ្ញុំយ៉ាវអ្នកមិនអាចជាប្តីប្រពន្ធជាមួយគាត់នោះទេគ្មានបញ្ហាថាគាត់នឹងសូម្បីតែព្យាយាមដើម្បីការពារគាត់ខ្ញុំនឹងមិនយល់ស្របចំពោះអាពាហ៍ពិពាហ៍ជាមួយអ្នកនោះទេដោយបន្ទាប់ពីលឺអ្នកគ្រូអូនបាននិយាយចឹងមកយើងឃើញថាយ៉ាវចាប់ផ្ដើមខឹងហើយបាននិយាយថាស្អីគេអនុបណ្ឌិតអ្នកគឺជាអ្នកកម្ពុជាអ្នកអនុបណ្ឌិតយន្តជាទាំងមូលហើយដើម្បីបានជាអ្នកកំពុងតែប្រឆាំងជាមួយប្តីប្រពន្ធរបស់គេនឹងចឹងអ្នកគឺជារាជបុត្រដ៏បរិសុទ្ធដែលឆ្លងកាត់ការត្រួតពិនិត្យដោយខ្លួនឯងនិងស្ពានដតេភាពជួយសៀបានបញ្ចប់ការដើរស្ពានអាត្រិកជាលើកដំបូងក្នុងរយៈពេលជាង1ម៉ោងបងប្រុសជាន់ខ្ពស់ត្រូវបានខូចខាតនៅកំណត់ត្រាកន្លងមកមីអឺបានស្លាប់ជាមួយសិស្សរបស់គាត់
តើមិនអាក្រក់ពេកនោះទេបេះដូងរបស់គាត់គឺមានស្ថិរភាពដូចជាដុំថ្មខ្ញុំឆ្ងល់ថាគាត់អាចនឹងបង្រៀនមនុស្សធម្មតាដោយណាគ្រាន់តែផ្ដល់គាត់នៅការណែនាំមួយនៅពេលដែលខ្ញុំមានសេរីភាពវាជាចម្បងរបស់គាត់ការយល់ដឹងផ្ទាល់ខ្លួនរបស់គាត់គឺវាពិតជាអស្ចារ្យហើយកាត់មកកាន់ការពុតយើងវិញយើងឃើញថាឥឡូវនេះព្រឹត្តិការណ៍កំពុងតែកើតឡើងហើយរវាងជួយជាបានកើនឡើងនៅចម្ដៅឋានសួគ៌ដែលដោយប្រតិចារឹងបាននិយាយថាអូនោះវាជាការបង្ហាញនៅបញ្ហាមួយចំនួនទៅកាន់ព្រះរាជបុត្ររបស់សុទ្ធហើយខ្ញុំនឹងបង្ហាញខ្លួននៅទីនោះហើយមានសិស្សពីរនាក់បានឡើងនៅការជីកដាវដែរហើយយើងឃើញថាសិស្សពីរនាក់កំពុងតែជីកដាវមកហើយដែលម្នាក់ក្នុងចំណោមពួកគេបាននិយាយថាយើងនឹងទៅកាន់ទី60លោកគ្រូអនុបណ្ឌិតមិនបន្ទោសខ្ញុំបើសិនបើខ្ញុំបាត់បង់ទៅគ្មានបញ្ហាបើសិនបើគាត់នឹងត្រូវចាញ់វាទាំងអស់នៅលើគាត់បងប្អូនជីដូនមួយគឺជាមនុស្សដ៏អស្ចារ្យដែលតើមកយើងឃើញថាបែបមួយដើរចេញមកដូចចរិតតួឯកហ្នឹងវាបានដែលចេញមកហើយអូនសាច់តលុតតលុនដែល fan admin ចូលចិត្តមើលហ្នឹងបាននិយាយថាអូបងនោះពិតជាសង្ហាមែនធ្វើដោយមិនដឹងថាគឺជាណាទេនោះគឺជាបរិសដែលមានស្បែកដ៏អស្ចារ្យគូរដឹងរបស់គ្រួសារជីគាត់បានទទួលនៅគុណលក្ខណៈនិងគុណប្រយោជន៍ពីក្រុមគ្រួសារដោយបោះជំនឿទៅមុខទៅកាន់ប្រមុខនៃថ្នាក់ដឹកនាំរបស់ពួកគេហើយចំណែកវិសាឈូគ្រាន់តែមើលស្អីគេអាហ្នឹងគូប្រជែងជាមួយអញមែនទេហេគូប្រជែងទាំងពីរគួរមានរយៈពេលជាកូនភ្លោះគ្មានទីបញ្ចប់មែនទេអាណាចក្រឈាមនេះគួរតែជារឿងព្រេងនិទានដ៏ទេភាពរដ្ឋធម្មនុញ្ញរបស់ជាងចៅគាត់មើលទៅស្ងាត់ដ៏អស្ចារ្យហើយសម្ងាត់វាពិតជាមិនចាប់អារម្មណ៍នោះទេដោយអាប៉ែកនៅក្រោយគេនឹងបាននិយាយទៅកាន់ស្ដេចវិសាឈូថាបងប្រុសចង់ពោះឈូតើធ្វើដូចបិចដើម្បីក្នុងការប្រមាថចំពោះមនុស្សទាំងនោះខ្ញុំពិតជានៅទីនេះសម្រាប់ការចូលរួមក្នុងការប្រកួតកុំចាំខ្ញុំអីបរមអ្នកនេះមើលទៅមិនអាក្រក់ដូច្នេះទេគាត់គឺពិតជាស័ក្តិសមខ្ញុំអាចស្រាវជាងមុននៅពេលទៅលើគាត់រាជបុត្រដ៏បរិសុទ្ធបរមអ្នកនោះគឺជាស្ដេចបង្ហាញនៅការបាត់បង់មានអ្វីដែលត្រូវភ័យខ្លាចនោះទេដោយអប៉ែនឹងម្នាក់ស្រីនោះចាប់ដើមឡើងនៅកម្មចដានឹងហើយដែលឥឡូវនេះគេចាប់ដើមក្នុងការប្រកួតហើយម្នាក់ស្រីមួយនោះបានអត់ទៅកាន់មកឲ្យអាមួយទៀតដែលក្បាលតងោហ្នឹងវាចាប់ដើមឡើងនៅកម្មចដាឲ្យចំណែកឯវិសាឈូវិញគ្រាន់តែនៅឈរមើលសម្លឹងពួកគេតែប៉ុណ្ណោះនៅពីខាងក្រោមហ្នឹងដោយអប៉ែឡើងបានដំបងគេវាចាប់ដើមឌឺហើយដែលបាននិយាយថាខ្ញុំសុំទោសព្រះរាជបុត្រដ៏បរិសុទ្ធខ្ញុំទៅទីនេះគឺពិតជាឆាប់រហ័សពេកហើយហេវាពិតជាមិនអស្ចារ្យពេកនោះទេបើសិនព្រះរាជបុត្រដ៏បរិសុទ្ធចាញ់នោះគ្រូសាច់ឈូទាំងមូលនឹងត្រូវគេរៀបពីបឲ្យទៅអាម៉ានទៅថ្ងៃអនាគតចំពោះនំដ៏បរិសុទ្ធតៃសុបរមអ្នកនេះកំពុងតែសម្លឹងមើលទៅកាន់ព្រះរាជបុត្រដ៏បរិសុទ្ធរបស់យើងនៅក្នុងចេតនានៃការសម្លាប់អាវុធរបស់អ្នកគឺគ្រាន់តែជាអ្នកគ្រប់គ្រងដែលនាំចេញពីអាវុធរបស់ខ្ញុំប៉ុណ្ណោះព្រះរាជបុត្រដ៏បរិសុទ្ធហេឯងកំពុងនិយាយជាមួយពីណាគេមិនឯងដឹងថាអញជាពីណាគេអត់ហ៎ហើយដើម្បីបានជាឯងឌឺនឹងនិយាយពាក្យបន្សំហេតុផលជាមួយអញនិងគ្រួសាររបស់អញឯងមកវិញជិះម៉ូតូទៅវិញឯងជីចានកុំចូលអានាងដោយឃើញស្រីបិសាឈូហក់ទៅវ៉ែហ្នឹងមកឃើញថាពួកអាចកចែមបាននិយាយគ្នាហើយស្អីគេនោះលាបរបស់សុទ្ធបងប្រុសជួយសៀគឺពិតជាមានលបឿនលឿនអ្នកចង់ឡើងមែនទេអញនឹងបោះឯងចេញម្ដងអានេះឲ្យអញមើលចំណុចនៃការផ្លាស់ទីរបស់ឯងដែលបន្ទាប់មកយើងឃើញថាស្ដេចបិសាឈូបានម៉ាត់វាយកម៉ាត់មានខ្វល់ទេដាក់តពួកអាចកចែមនៅខាងក្រៅចាប់ដើមចំហមាត់ហើយសូម្បីតែព្រះរាជបុត្រដ៏បរិសុទ្ធហ្នឹងក៏បានធ្វើអន្តរាគមន៍មកដែរដោយព្រះរាជបុត្រដ៏បរិសុទ្ធហ្នឹងចាប់ដើមបិទត្រាលើមនុស្សដែលបានចាញ់ហ្នឹងហើយបានវាទម្លាក់វាចុះមកក្រោមហ្នឹងដែល admin សុំដែលព្រះរបបសុទ្ធហ្នឹងបានចាប់ដើមធ្វើអន្តរាគមន៍ដែលព្រះរបបសុទ្ធហ្នឹងចាប់ដើមធ្វើអន្តរាគមន៍ដោយចាក់សោលើមនុស្សដែលបានចាញ់ហ្នឹងឲ្យបានទម្លាក់ចុះមកក្រោមចឹងហើយម្នាក់ស្រីហ្នឹងគឺជាព្រះរបបសុទ្ធហើយស្ដេចបិសាឈូយើងហ្នឹងគឺជាព្រះរាជបុត្រដ៏បរិសុទ្ធនឹងឯងដែលមាននឹងច្រឡំថាព្រះរាជបុត្រដ៏បរិសុទ្ធទាំងពីរដែលម្នាក់ស្រីហ្នឹងគឺជាព្រះដ៏បរិសុទ្ធហើយស្ដេចបិសាឈូយើងហ្នឹងគឺជាព្រះរាជបុត្រដ៏បរិសុទ្ធដែលព្រះដ៏បរិសុទ្ធហ្នឹងបានប្រកាសអំពីកម្ពុជាភ្នំតៃស៊ូអាចនឹងត្រូវអាម៉ាស់ដោយម្នាក់អ្នកធ្វើការបណ្ដេញចេញណាម្នាក់នឹងធ្វើត្រូវបានបណ្ដេញចេញអំពីសមរភូមិដែលមិនស្គាល់
ច្បាប់គឺជាច្បាប់អាណាហ៊ានរំមើលច្បាប់នឹងត្រូវបណ្ដឹងចេញអណ្ដាតនៅនាទីនេះទទួលបាននៅគ្មានអ្វីត្រូវធ្វើមួយក្រុមគ្រួសារឈីតែប៉ុណ្ណោះព្រះរាជបុត្រដ៏បរិសុទ្ធនឹងបន្តឡើងទៅកាន់ចិន្តាមេឃនិងស្ទាវគង់ក្រុមគ្រួសារត្រូវតែជីស្ទើរតែនឹងមុខនាងត្រូវមានការយកចេញសម្រាប់នាងផងដែរវាមិនមែនគ្រាន់តែជាការស្ទាក់ចាប់តែប៉ុណ្ណោះផ្ទុយទៅវិញគ្រាន់តែជាការសាកល្បងនៅរដ្ឋធម្មនុញ្ញដៅនឹងយកទៅតាមសមរភូមិរបស់កូនប្រុសរបស់សុទ្ធដែលបន្តមកសាច់រឿងរបស់យើងនិយាយតាក់ទងជាមួយក្រុមគ្រួសារបងប្អូនស្រីពីរនាក់ខាងលើគេនៅលើស្ដេចវិសាលឈូនឹងឯងដែលនិយាយថាក្រុមគ្រួសាររបស់ពួកគេហ្នឹងគឺមិនក្រីក្រទេពួកគេមកពីឋានៈរបស់នេះដែលវាមិនឆ្ងល់ទេដែលអាចកម្ចាត់គូបញ្ចេញដ៏អស្ចារ្យហើយបាននិយាយថាតើស្ដេចវិសាលឈូយើងនឹងអាចកម្ចាត់ពួកគេបានអត់ដោយការមកដល់របស់ស្ដេចវិសាលឈូនឹងបានធ្វើឲ្យបងប្អូនព្រោះទាំងពីរនឹងមានការភ្ញាក់ផ្អើលជាខ្លាំងហើយបាននិយាយថាការមកដល់នេះពិតជារបស់រដ្ឋធម្មនុញ្ញនៃដៅភ្លោះកម្មវិយុទ្ធរបស់រាជបុត្ររបស់សុតតៃស៊ូមិនដូចជាក្មេងមកពីគ្រួសារសាំងកងនោះទេពួកគេត្រូវបានជាប់ចំណាត់ថ្នាក់ទី1នៅបញ្ជីរបស់ស្ដេចនាគឋានសួគ៌ខ្ញុំពិតជាឆ្ងល់ថាគាត់អាចយកឈ្នះបងប្អូនជីដូនមួយគូនេះបានឬក៏អត់វាពិតជាអស្ចារ្យណាស់ក្នុងការស្គាល់ឈ្មោះរបស់អ្នកទាំងពីរឈ្មោះគឺជាឈីងហ្វេងនិងស៊ូយាប៉ុន្តែពួកគេគឺមិនគម្រាមកំហែងក្នុងការសម្លាប់ខ្ញុំនោះទេមុនពេលដែលអ្នកអាចឈានជើងទៅកាន់ទីសក្ការៈបូជាតៃស៊ូបានខ្ញុំពិតជាមិនយល់ពីរបៀបដែលខ្ញុំអាចធ្វើបាបអ្នកនោះទេយើងត្រូវបានគេមានមូលដ្ឋានក្នុងការសម្លាប់មែនទេចង្រៃយកបើសិនបើអ្នកត្រូវការហេតុផលមួយចំនួនគឺត្រូវតែបន្តឪពុកម្ដាយរបស់អ្នកដែលបង្កើតអ្នកពិតជាមិនរឹងមាំទេឈ្មោះគឺខុសគ្នាក្នុងនាមជាអ្នកដែលមានអាយុរបស់រយៈចូលគឺជួយជាដូច្នេះអ្នកហេតុផលមួយចំនួនក្នុងការចូលមកដល់គឺការសម្លាប់នៅក្នុងអ្វីដែលក្នុងអាយុបែបនេះគឺវិធីការគឺពិតជាគ្មានប្រយោជន៍វាគឺជាពេលវេលាក្នុងការសម្លាប់គ្នាទៅវិញទៅមកដែលបន្ទាប់ពីនិយាយចំមកយើងឃើញថាបងប្អូនស្រីព្រោះទាំងពីរនឹងចាប់ដើមបញ្ចេញនៅវិជាគុណហើយវិជាគុណនឹងគឺជាព្រះច័ន្ទពលឺព្រិលដេញតាមដាវនៅក្នុងពេលជាមួយគ្នាដែលវាមើលទៅដូចជាដាវនៃឋានសួគ៌របស់ព្រះរាជបុត្រដ៏ឋានសួគ៌ប៉ុន្តែនៅពេលជាមួយគ្នានោះគឺជាការរួមបញ្ចូលគ្នាវាឈានដល់អំណាចនៃកម្រិតអមតៈហើយជាមួយនឹងបច្ចុប្បន្នរបស់ខ្ញុំរាងកាយរបស់ខ្ញុំមិនអាចការពារខ្លួនឯងប្រឆាំងជាមួយពួកគេទាំងពីរនោះទេខ្ញុំនឹងទទួលបាននៅការជិះចាប់រវាងមនុស្សទាំងអស់នោះស្អីគេដាវទិញតាមព្រើដេញតាមដាវស្អីគេនឹងខ្ញុំមិនខ្វល់ទេសំខាន់គឺការសម្លាប់រវាងអ្នកទាំងពីរបន្ទាប់ពីប៉ះគ្នាមកយើងឃើញថាម្នាក់ស្រីនិងម្នាក់ប្រុសចាប់ដើមប៉ើងទៀតចេញពីគ្នាហើយដែលពួកគេពិតជាមិនអាចជឿបានទេដោយសារតែស្ដេចវិសាលឈូនឹងពិតជាខ្លាំងមែនដែលគ្រាន់តែប៉ះគ្នាទៅដំបូងនឹងធ្វើឲ្យអ្នកទាំងពីរចាប់ដើមប៉ើងចិត្ត500ម៉ែត្រមកដែលក្នុងចំណោមនោះយើងឃើញថាម្នាក់ស្រីសាច់ទរុតទលុនសខ្ចីលវក់នឹងចាប់ដើមដែលម្នាក់ក្នុងចំណោមអ្នកទាំងពីរហ្នឹងគឺម្នាក់ស្រីហ្នឹងគឺពិតជាវេទនាយកតែមែនតែនដោយសារតែស្ដេចវិសាលឈូដាក់ម្ដងស្រីម្ដងប្រុសទេចាប់ដើមប្រើនៅជាគុណប៉ះទង្គិចគ្នាជាមួយស្ដេចវិសាលឈូម្ដងទៀតហើយអាបងគេនឹងបាននិយាយថាជួយសៀមករកយើងម្ដងទៀតមកខ្ញុំសម្រាប់អ្នកដោយដាវរបស់ខ្ញុំដោយឃើញបែបនេះគ្រាន់តែជួយសៀគ្រាន់តែញញឹមបណ្ដោះក្មេងស្រីអ្នកពិតជាសាហាវពេកហើយចាំមើលអញនឹងបឺតមាត់ឯងជីម្ដងដែលការប៉ះគ្នាមិនតបានប៉ុន្មានយើងឃើញថាម្នាក់ស្រីចាប់ដើមប៉ើហើយទាំងប្អូនប្រុសទាំងប្អូនស្រីហ្នឹងដោយបន្ទាប់មកយើងឃើញថាស្ដេចវិសាលឈូបានបោះនៅឆ្នាំឲ្យទៅកាន់អ្នកទាំងពីរផងដែរដែលឆ្នាំរបស់ស្ដេចវិសាលឈូឲ្យហ្នឹងធ្វើឲ្យអ្នកទាំងពីរចាប់ដើមសះស្បើយហើយដោយបង្កើតនៅត្រាដៃមួយដែលត្រាដៃហ្នឹងគឺជាគុណកម្ពុជាផងដែរដោយការបង្កើតនៅត្រាដៃនេះយើងឃើញថាគឺជាជំនាញនៃដាវភ្លោះរបស់អ្នកទាំងពីរហ្នឹងបានបញ្ចូលគ្នានៅតែជាមួយនឹងចំណែកអាដាវទាំងអស់ហ្នឹងធ្វើឲ្យពួកអចចាំនៅខាងក្រៅចាប់ដើមមានការភ្ញាក់ផ្អើលផងដែរហើយធ្វើឲ្យអ្នកទេសជនម្នាក់បាននិយាយថាការវិប្រហានេះធ្វើឲ្យជួយសៀនឹងចាញ់ជាម្ខាងចំណែកជួយសៀវិញគ្រាន់តែបញ្ចេញនៅស្នាមជាមួយតែប៉ុណ្ណោះវាបាននិយាយថាស្អីគេដាវនឹងស្អីគេវាគ្មានវិធីសាស្ត្រណាដែលអាចធ្វើឲ្យខ្ញុំចាញ់នោះបានទេរាងកាយរបស់សិស្សបុរាណរបស់ខ្ញុំគឺដូចជាដងរ៉ែអញ្ចឹងការឈូកមាសអមតៈបានលេចឡើងការឈូកមាសពណ៌ស្វាយកំចាត់សត្រូវទាំងអស់ហ្នឹងហើយសាច់រឿងរបស់យើងមានតែប៉ុណ្្នឹងគ្នាសូមកុំភ្លេចតាមដានជាមួយអេដមីនទាំងអស់គ្នាថាតើសាច់រឿងបន្ទាប់ទៅជាណាកុំភ្លេចតាមដានជាមួយអេដមីនទាំងអស់គ្នាសូមអរគុណចំពោះការតាមដានហើយសូមអធិស្ឋានចំពោះកំហុសខុសឆ្គងផងហើយក៏ដូចខ្ញុំដែរកុំភ្លេចជួយ like comment subscribe ឲ្យ channel admin ម្នាក់មួយផងដើម្បីឲ្យ admin មានកម្លាំងចិត្តក្នុងការធ្វើវីដេអូបន្តទៀតអញ្ចឹងណាដោយសារវីដេអូរបស់យើងមានវីដេអូតិចពេកគឺ100 200 300មុនដំបូង500អីcòn bà lớn 100 200អស់ហើយចឹងហើយអ្នកគ្នាបាន donate អីក៏អ្នកគ្នាជួយ like comment អី subscribe អញ្ចឹងណាដើម្បីឲ្យវីដេអូ admin ឡើងរែងអញ្ចឹង
មនុស្សឡើងតាមនឹងដែរ